ស្ថានភាពតានតឹងខ្លាំងហើយខណៈអាមេរិកបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់នៅមជ្ឈមបូព៌ាស្ថានភាពតានតឹងខ្លាំងហើយខណៈអាមេរិកបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ដែលហោះសម្ដៅមកនាវាខ្ទប់យន្តហោះរបស់ខ្លួននៅសមុទ្រអារ៉ាប់តាមការផ្សាយរបស់ Reuters រឿងនេះកើតឡើងនៅថ្ងៃអង្គារទី3ខែកុម្ភៈឆ្នាំ2026ដោយយន្តហោះចម្បាំង S-35C បានបាញ់ទម្លាក់ដ្រូនShahed 139ដែលកំពុងហោះទៅជិតនាវាខ្ទប់យន្តហោះ USS Abraham Lincoln ជាមួយបំណងមិនល្អព័ត៌មាននេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យបញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពរបស់សហរដ្ឋអាមេរិក Sean Court វីរៈសេនីយ៍ឯក Tim Court ប៉ុន្តែលោកអះអាងថាគ្មានជនជាតិអាមេរិកណាម្នាក់រងគ្រោះថ្នាក់ទេហេតុការណ៍ចុងក្រោយបំផុតនេះបានរុញស្ថានភាពឲ្យកាន់តែក្តៅស្របពេលអាមេរិកបញ្ជូនកងនាវាទៅកាន់តំបន់មជ្ឈមបូព៌ាក្នុងគោលបំណងដាក់សម្ពាធអ៊ីរ៉ង់និងកំឡាបើកការវាយប្រហារឆាប់ៗយ៉ាងណាក៏មានសញ្ញាល្អខ្លះដែរខណៈសារព័ត៌មាន NHK រាយការណ៍ថាកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្រុងធ្វើឡើងនៅចុងសប្តាហ៍នេះក្នុងប្រទេសទូគីតាមប្រភពដដែលលោក Steve Witkoff បេក្ខជនពិសេសអាមេរិកជាមួយលោក Jared Kushner និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi នឹងជួបគ្នានៅទីក្រុងស្តង់ប៊ុនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារការទូតឡើងវិញលើចំនួនដ៏យូរអង្វែងអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ប្រសិនបើកើតឡើងមែនវាខ្លាចជាកិច្ចប្រជុំលើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីការចរចាលើកមុនត្រូវបានរលាយនិងជាលើកដំបូងចាប់តាំងពីការវាយប្រហារយោធាកាលពីខែមិថុនាឆ្នាំមុនអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសពីការចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញហើយចាប់ពីខែកុម្ភៈឆ្នាំ2026បន្ទាប់ពីខកខានអស់រយៈពេល160ថ្ងៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសពីការចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញហើយចាប់ពីខែកុម្ភៈឆ្នាំ2026បន្ទាប់ពីខកខានរយៈពេល160ថ្ងៃក្នុងអំឡុងពេលមានចំនួនប្រដាប់អាវុធនៅតាមតំបន់ព្រំដែនកម្ពុជាថៃការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈដែលធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2026បានបញ្ជាក់ថាក្នុងរយៈពេលនោះករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង34លើកស្មើនឹង 3% អ្នកស្លាប់កើនដល់62នាក់ស្មើនឹង 10% និងអ្នករបួសកើនឡើង209នាក់ស្មើនឹង 15% បើធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ2024ជាពិសេសរយៈពេល1ខែមករាដើមឆ្នាំ2026ធៀបនឹងខែមករាឆ្នាំ2025គ្រោះថ្នាក់ចរាចរណ៍កើន42លើកស្មើនឹង 19% អ្នកស្លាប់កើន25នាក់ស្មើ 18% និងអ្នករបួសកើន64នាក់ស្មើ 23% មូលហេតុបង្កគ្រោះថ្នាក់រួមមានការបើកបរល្មើសល្បឿន 47% មិនគោរពសិទ្ធិ 21% មិនប្រកាន់ស្ដាំ 10% ប្រជែងគ្រោះថ្នាក់ 7% បទគ្រោះថ្នាក់ 6% ស្រវឹង 3% សញ្ញាចរាចរណ៍ 2% កត្តាយាន 1% ងងុយ 1% និងកត្តាផ្លូវ 1% ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភានិងផែនការទស្សវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោក2020-2030ឲ្យសម្រេចបានជោគជ័យអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការបដិញ្ញាចិត្តខ្ពស់ក្នុងការចូលរួមធ្វើឲ្យដងផ្លូវអ្នកបើកបរនិងអ្នកធ្វើដំណើរតាមផ្លូវគោកកាន់តែមានសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ល្អនៅគ្រប់ទីកន្លែងជំរុញឲ្យសាធារណជនមានការយល់ដឹងអំពីច្បាប់និងសុវត្ថិភាពចរាចរណ៍ឲ្យកាន់តែល្អប្រសើរឡើងនិងការជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ចំនួនអ្នកស្លាប់ចំនួនអ្នករបួសការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនឲ្យបានជាអតិបរមាក្នុងន័យខាងលើនេះអគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ2026នេះតទៅអគ្គស្នងការដ្ឋាននគរបាលជាតិសង្ឃឹមនិងជឿជាក់ថាគ្រប់ក្រសួងស្ថាប័នទាំងក្នុងវិស័យសាធារណៈឯកជនសង្គមស៊ីវិលនិងសាធារណជនគ្រប់រូបដែលជាអ្នកប្រើប្រាស់ផ្លូវនិងចូលរួមចំណែកយ៉ាងសកម្មដោយស្មារតីស្វ័យម្ចាស់ការប្រុងប្រយ័ត្ននិងការទទួលខុសត្រូវខ្ពស់ដើម្បីកាត់បន្ថយនៅព្យុះសនកម្មផ្សេងដោយសារគ្រោះថ្នាក់ស្របតាមផែនការដែលបានគ្រោងទុកនិងនាំមកនូវសុវត្ថិភាពកាន់តែល្អប្រសើរក្នុងការធ្វើដំណើរគ្រប់កលៈទេសៈនិងស្របតាមពាក្យស្លោកថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍អាជ្ញាធរវៀតណាមនឹងរឹតបន្តឹងការត្រួតពិនិត្យគុណភាពដំឡូងមីនាំចូលពីកម្ពុជា
ចាប់ពីក្រោយបុណ្យចូលឆ្នាំចិនអាញាធរវៀតណាមបានសម្រេចបន្ធូរបន្ថយការរដ្ឋបិទលើការនាំចេញដំឡូងមីរបស់កម្ពុជាជាបណ្ដោះអាសន្នហើយនឹងចាប់ផ្ដើមអនុវត្តវិធានការភូតគាមអនាម័យយ៉ាងតឹងរឹងឡើងវិញចាប់ពីក្រោយបុណ្យចូលឆ្នាំចិនទន្ទឹមនឹងការរឹតបន្តឹងវិធានការភូតគាមអនាម័យឈ្មួញវៀតណាមនិងដំឡើងថ្លៃទិញដំឡូងមីស្រស់កម្ពុជារហូតដល់ជាង460រៀលក្នុង1គីឡូក្រាមដែលជាតម្លៃខ្ពស់មួយសម្រាប់កសិករខណៈតម្រូវការទីផ្សារកំពុងមានការកើនឡើងតើការផ្លាស់ប្ដូរនេះផ្ដល់ផលប៉ះពាល់និងឱកាសអ្វីខ្លះដល់កសិករខ្មែរអុកញ៉ាច្រាយសុនប្រធានសហព័ន្ធដំឡូងមីកម្ពុជាបានគូបញ្ជាក់ថាមកដល់ពេលនេះអាជ្ញាធរវៀតណាមបានអនុញ្ញាតឲ្យរថយន្តដឹកដំឡូងមីរបស់កម្ពុជាអាចឆ្លងកាត់ចូលទៅកាន់រោងចក្រនៅក្នុងប្រទេសវៀតណាមបានដូចដើមវិញជាបណ្ដោះអាសន្នបើតាមប្រធានសហព័ន្ធរូបនេះអាជ្ញាធរវៀតណាមនឹងចាប់ផ្ដើមអនុវត្តវិធានការរឹតបន្តឹងភូតគាមអនាម័យនៅក្រោយពិធីបុណ្យចូលឆ្នាំចិនលោកអុកញ៉ាបានសង្កត់ធ្ងន់ថានេះជាការដាស់តឿនមួយសម្រាប់កសិករនិងឈ្មួញកណ្ដាលដែលត្រូវតែលះបង់ទម្លាប់ចាស់ចោលជាបន្ទាន់ដោយងាកមកផលិតនិងនាំចេញឲ្យស្របតាមស្តង់ដារបច្ចេកទេសបើតាមអុកញ៉ាច្រាយសុនដំឡូងមីស្រស់របស់កម្ពុជាត្រូវបានឈ្មួញវៀតណាមដំឡើងថ្លៃដល់ទៅ460រៀលក្នុង1គីឡូក្រាមដែលជាតម្លៃល្អមួយសម្រាប់កសិករសូមបញ្ជាក់ថានៅពេលថ្មីនេះរថយន្តដឹកដំឡូងមីរបស់កម្ពុជាបានកកស្ទះនៅតាមច្រកព្រំដែនកម្ពុជាវៀតណាមដោយសារតែអាជ្ញាធរវៀតណាមបានអនុវត្តអនុក្រឹត្យដីពីសុវត្ថិភាពចំណីអាហារដោយគ្មានការជូនដំណឹងមកកម្ពុជាក្រោយឈ្មួញវៀតណាមរកឃើញដំឡូងមីនាំចូលពីកម្ពុជាមិនមានគុណភាពដោយសារមានលាយដីនិងគ្រោះស្របពេលកើតមានការរាតត្បាតនៃជំងឺឆ្លងមួយចំនួនជាដើមបើតាមការអះអាងរបស់លោកអុកញ៉ាច្រាយសុនក្រៅពីវៀតណាមកម្ពុជាកំពុងធ្វើពិពិធកម្មទីផ្សារដំឡូងមីដោយមិនពឹងផ្អែកលើទីផ្សារតែមួយនោះទេខណៈបច្ចុប្បន្នមានប្រទេសជាច្រើនកំពុងសិក្សានិងត្រៀមបញ្ជាទិញដំឡូងមីពីកម្ពុជាក្នុងបរិមាណជាង15លានតោននាពេលខាងមុខបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ2025កម្ពុជារកចំណូលបានជាង656លានដុល្លារអាមេរិកពីការនាំចេញដំឡូងមីទៅទីផ្សារអន្តរជាតិនិងបានសម្របសម្រួលចុះ MOU និងកិច្ចសន្យាទិញលក់ដំឡូងមីប្រមាណជាង10លានតោនសម្រាប់នាំចេញទៅទីផ្សារចិននិងវៀតណាមផងដែរ